បងប្អូនចង់ការពារជំងឺឡើងពីឈាមឬក៏ជំងឺ stroke បងប្អូនមិនគួររំលងវិធីមួយនេះទេហើយបងប្អូនចង់ដឹងកុំភ្លេច follow page ហើយជួយ share វីដេអូនេះមួយផងបងប្អូនដែលតាមដានវីដេអូរបស់យើង 90% គឺអត់ទាន់ follow page ទេអញ្ចឹងសូមសំណូមពរបងប្អូន follow page ទៅដើម្បីបានវីដេអូចែកម្លែកល្អៗជូនបងប្អូនទៀតហើយបងប្អូនចង់ដឹងអត់ថាវិធីហ្នឹងគឺវិធីអីគឺជាការសម្រួលសរសៃជាប្រចាំថាបងប្អូននៅអាយុត្រឹមណាទេចាប់ពីអាយុ30ទៅគឺសាច់ដុំបងប្អូនចាប់ផ្ដើមធ្លាក់ខ្សោយបើសិនជាបងប្អូនអត់ដែលធ្វើលំហាត់ប្រាណជាប្រចាំឬក៏បងប្អូនអ្នកដែលតានតឹងធ្វើការងារធ្ងន់ឬក៏ច្រើនជាប្រចាំថ្ងៃបងប្អូនត្រូវតែជ្រើសរើសការសម្រួលសរសៃយ៉ាងតិច1ខែឬក៏2ខែបងប្អូនត្រូវតែទទួលការសម្រួលសរសៃម្ដងឬក៏មានទម្លាប់ហាត់ប្រាណជាប្រចាំថ្ងៃយ៉ាងតិច5ទៅ10នាទីពីព្រោះនៅពេលដែលរាងកាយបងប្អូនអត់ធ្វើលំហាត់ប្រាណទេគឺសាច់ដុំបងប្អូនចាប់ផ្ដើមរឹងតឹងហើយសម្ពាធឈាមបងប្អូនពេលខ្លះដើរយឺតពេលខ្លះដើរលឿនខ្លាំងហើយមួយទៀតហ្នឹងគឺធ្វើឲ្យបេះដូងបងប្អូនគឺធ្វើការកន្ត្រាក់កាន់តែខ្លាំងទៀតដែលងាយធ្វើឲ្យបងប្អូនមានជំងឺសម្ពាធឈាមការមានជំងឺសម្ពាធឈាមមិនមែនដោយសារអាយុចាស់ឬក៏ក្មេងទេគឺអាចកើតឡើងនៅលើមនុស្សគ្រប់រូបជាពិសេសអ្នកដែលអត់មានទម្លាប់ហាត់ប្រាណឬក៏អ្នកដែលហូបរបស់ប្រៃឬក៏ផ្អែមខ្លាំងពេកហើយធ្វើការតាមតឹងសម្ពាធមកលើរាងកាយបងប្អូនជាពិសេសផ្នែកសរសៃឈាមនិងសាច់ដុំនឹងតែម្ដងហើយបងប្អូនអាចជ្រើសរើសការសម្រួលសរសៃជាមួយអ្នកជំនាញគឺពិតជាអាចជួយរាងកាយបងប្អូនជាពិសេសហ្នឹងគឺជួយឲ្យសរសៃឈាមបងប្អូនគឺដំណើរការល្អការពារជំងឺ stroke ឬក៏ជំងឺទ្វារសរសៃឈាមទាំងអស់គ្នាហើយបងប្អូនចង់ប្រឹក្សាពីការសម្រួលសរសៃអាចឆាតមក Telegram ឬក៏ Page របស់យើងបានដើម្បីប្រឹក្សាជូនបងប្អូនអរគុណ